เรื่องពុកក្មេកឬស្គូនប្រសាកាលពីព្រេងនីមួយមានតាចាស់ម្នាក់និងដូនចាស់ម្នាក់នៅស្រុកមួយតាចាស់យាយចាស់នោះមានកូនក្រមុំម្នាក់រូបល្អណាស់អ្នកណាទៅដណ្ដឹងក៏គាត់មិនព្រមឲ្យដែរគាត់ថាអ្នកណាតមិនជាម្ដាយគេបានទើបគាត់ឲ្យកូនជាប្រពន្ធអ្នកនោះជួនជាថ្ងៃមួយនោះមានកំឡោះម្នាក់រូបរាងស្អាតបាតចូលទៅដណ្ដឹងកូនគាត់ថាអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែឯងត្រូវតមជាម្ដាយគេហើយទទួលបម្រើអញតាមពីអញទើបបានអញឲ្យឯងបើតមមិនបានអញផ្ដាច់មិនឲ្យឯងទេអញប្រាប់ឯងឲ្យដឹងជាមុនលុះក្រោយទៅឯងកុំថាអញកាយណាកំឡោះលុះថាខ្ញុំបាទតមជាម្ដាយគេបានហើយធ្វើក្រៅអ្វីក៏បានទាំងអស់ខ្ញុំបាទទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកតានោះថាបើឯងតមជាម្ដាយគេបានមែនឯងទៅសិនចុះព្រឹកត្រូវឯងមកវិញពីព្រលឹមកំឡោះនោះក៏លាវាលទៅផ្ទះវិញព្រឹកឡើងកំឡោះនោះមកវិញជួលទៅបម្រើឪពុកម្ដាយក្មេកៗនោះប្រើកូនក្រមុំគាត់ឲ្យរៀបបាយទឹកឲ្យអ្នកកំឡោះនោះស៊ីរួចហើយតានោះក៏ប្រាប់ទៅកូនប្រសាថាណែកូនចូលកូនទៅចាប់ក្របីទៅព្យួរស្រែកូនឯងព្យួរដរាបដល់ថ្មនៅឯស្រែនោះយំតែវហើយសឹមឯងដោះក្របីអ្នកកំឡោះទៅចាប់ក្របីមកទឹមហើយទៅព្យួរស្រែតាំងពីព្រលឹមដល់ថ្ងៃត្រង់ក៏ថ្មពុំយំក្របីដាវពុំរួចក៏ថ្មចេះតែឈឹងពុំយំសោះអ្នកកំឡោះឃ្លានបាយណាស់ទ្រាំពុំបានជេរម្ដាយថាម្ដាយអាថ្មនេះកាលណានឹងយំឡើងកំឡោះនោះជេរតែប៉ុណ្ណោះតានោះក៏ស្ទុះចេញពីក្រោយថ្មមកថាមិនដោយចុះឯងដោះក្របីលែងហើយទៅផ្ទះឯងចុះអញផ្ដាច់កូនហើយត្បិតឯងតមជាម្ដាយមិនបានកំឡោះនោះក៏ដោះក្របីលែងហើយទៅផ្ទះវិញថ្ងៃក្រោយមកមានកំឡោះម្នាក់ចូលទៅដណ្ដឹងកូនតានោះទៀតគាត់ក៏បង្គាប់ដូចកំឡោះមុនតែអ្នកកំឡោះក្រោយគេមានប្រាជ្ញាគេទៅព្យួរស្រែវេកបាយទៅស៊ីផងលុះព្យួរដល់ថ្ងៃខ្ពស់ឃ្លានបាយក៏បញ្ឈប់ក្របីស៊ីបាយរួចហើយក៏ព្យួរទៀតទល់ថ្ងៃជ្រេពីត្រង់ក៏ថ្មពុំយំក្របីក៏អស់ជើងដើរពុំរួចអ្នកកំឡោះបក្របីទៅដល់ជិតថ្មនោះអ្នកធឺជាស្ដីថាអូលោកថ្មអើយយំឡើងក្របីដើរពុំរួចទេអាណិតក្របីផងទៅខ្លួនខ្ញុំឥតបើអីទេខ្ញុំមានបាយស៊ីហើយព្យួរដល់យប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីចុះត្បិតវាជាសត្វកំឡោះនោះអង្វរដូចម្ដេចក៏ថ្មពុំយំអ្នកកំឡោះនោះក៏ពុំជេរត្បិតវាដឹងថាតានោះទៅពួនក្រោយថ្មលក់និយាយយូរទៅតានោះមើលមកឃើញក្របីដែរពុំរួចមែនគាត់នឹកអាណិតក្របីគាត់ក៏យំក្រោយថ្មនោះលឺតែតែវអ្នកកំឡោះនោះក៏ដោះក្របីឲ្យស៊ីស្មៅហើយមកផ្ទះឪពុកក្មេកវិញតានោះក៏ឲ្យកូនគាត់លើកបាយមកឲ្យអ្នកកំឡោះនោះស៊ីល្ងាចតាប្រាប់ថាកូនឯងអើយទៅផ្ទះឯងចុះព្រឹកសឹមឯងមកវិញកំឡោះនោះក៏លាទៅផ្ទះលុះជប់មកលប់ចាំស្ដាប់យកការនឹកក្រំដំណៃតាព្រោះគាត់និយាយគិតគូនឹងប្រពន្ធគាត់តលតែដេកលក់វេលាយប់តាចាស់ចូលដេកក៏និយាយនឹងយាយថាដូនអានេះវាតមជាម្ដាយគេបានប៉ុន្តែរូបរាងវាអាក្រក់ណាស់មិនសមនឹងកូនយើងដូច្នេះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដិតវាទៅដូនឆ្លើយថាញ៉ៃទេបើដូច្នេះចូលតាឯងចូលទៅក្នុងការុងមួយទៀតដាក់អង្គព្រឹកឡើងវាមកខ្ញុំប្រាប់វាថាតាទៅកាប់អ៊ូវលើភ្នំមុនហើយខ្ញុំឲ្យវារែកតាឯងនឹងអង្គទៅលើភ្នំបើវាធ្ងន់វាខឹងវាជេរនោះ
តាឯងនៅក្នុងការរុងស្រាប់នឹងលឺហើយមកវិញផ្ដាត់វាបានដោយងាយតាយាយគិតគ្នាហើយក៏ដេកទៅឯអ្នកកំឡោះលប់ស្ដាប់ក្រោមផ្ទះលឺដង្ការហើយក៏វាលទៅដេកឯផ្ទះវាព្រឹកឡើងអ្នកកំឡោះនោះទៅបម្រើឪពុកម្ដាយក្មេកៗនោះក៏ស្រាប់តែឃើញយាយចាស់បង្ហាញអំរែកហើយប្រាប់ថាកូនអើយឪឯងទៅកាប់អ៊ូលើភ្នំហើយគាត់ផ្ដាំឲ្យកូនឯងរែកអង្គរនេះឡើងទៅតាមឲ្យឆាប់ត្បិតគាត់ទៅតាំងពីព្រលឹមមិនតន់ទៀងហូបបាយផងមានតែកូនឯងរែកទៅឲ្យឆាប់នឹងអានីវដណ្ដាំបាយឲ្យឪឯងហូបអ្នកកំឡោះត្រជូកអំរែកហើយរែកទៅតាមជើងភ្នំដល់រែកឡើងបន្តិចទៅធ្ងន់ណាស់ក៏រែកចុះមកវិញហើយស្ដីថាអូឪអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេបើវាធ្ងន់ម្លេះនរណានឹងរែកឡើងទៅវិញរួចបើឪមិនអាណិតគាត់ជេរបន្ទោសដូចម្ដេចក៏ទទួលនិយាយហើយរែកជុំមកវាលវិញលុះរែកទៅដល់កន្លែងមានស្បូវស្ងួតល្អក៏រែកទៅដាស់ឈប់កណ្ដាលស្បូវនោះហើយដើរទៅបាត់មួយស្របក់ទើបដើរត្រឡប់មកវិញយកភ្លើងដុតអំរែកលុះភ្លើងឆេះស្បូវជុំវិញហើយក្តៅដល់តាចាស់ដែលនៅខឿងអំរែកគាត់ក៏បំរាស់ញញទាំងការុងភ័យក្រែងភ្លើងឆេះស្លាប់ប៉ុន្តែចិនមិនរួចអ្នកកំឡោះធឿជារត់មកពីណាស្រែកថាជឿនរណាដុតភ្លើងឆេះអំរែកអញអស់ធ្វើដូចម្ដេចអញនឹងជួយទៅបានបើភ្លើងឆេះជុំវិញដូច្នេះចូលមិនជក់ទេថាហើយឈរស្រែកនៅក្រៅលុះភ្លើងឆេះដល់ការុងដឹងថាតាចាស់ក្តៅណាស់ហើយទើបស្ទុជួយទៅអូអំរែកចេញពីភ្លើងរួចហើយភ្លើងក៏ឆេះដាច់ខ្សែការុងលោកតាចាស់បំរាក់ញញទើបអ្នកកំឡោះស្រ័យការុងជិនឃើញតាឪពុកក្មេករលាកភ្លើងឆេះទាំងសក់ក្បាលក៏ជម្រាបថាជើលោកឪពុកម្ដេចក៏មិនប្រាប់កូនគុំអីភ្លើងឆេះស្លាប់ចោលម៉ែឲ្យនឿមេម៉ាយទៀតតាចាស់ខឹងណាស់តែពុំដឹងជាធ្វើដូចម្ដេចឡើងដោយតញយមកផ្ទះវិញទ្រុំសួនមួយថ្ងៃណាមួយដោយវាអូសចេញពីភ្លើងណាមួយដោយរលាកភ្លើងមកដល់ផ្ទះគ្មានស្ដីមួយម៉ាត់ដល់ផ្ទះប្រាប់កូនប្រសាថាទៅផ្ទះចុះព្រឹកសឹមមកមីងឯកូនប្រសាលាទៅផ្ទះលុះយប់មកពួនចាំស្ដាប់ក្រោមផ្ទះទៀតលុះដល់យប់តាចាស់ដូនចាស់ចូលដេកក៏និយាយគិតគញទៀតតាថាគិតដូចម្ដេចនឹងផ្ដាច់វាបានអានេះមានប្រាជ្ញាណាស់តែបើឲ្យកូនយើងទៅវាមិនសមនឹងកូនយើងពីថ្ងៃមិញវាដឹងថាឯងនៅក្នុងការុងវារែកទៅដល់កណ្ដាលផ្លូវវាថាធ្ងន់ណាស់តែវាមិនជេរម្ដាយទេវារកទីណាមានស្បូវស្ងួតវារែកអំរែកទៅដាស់កណ្ដាលស្បូវហើយវាដើរទៅរកភ្លើងមកដុតជុំវិញលុះភ្លើងឆេះវាធ្វើជាស្រែកថានរណាដុតភ្លើងឆេះអំរែកអញអស់ហើយឈរស្រែកមិនចូលយកទុកទាល់តែភ្លើងឆេះដល់ក្តៅរលាកឯងទៅហើយទើបបានវារត់ចូលទៅអូចិនមកអញភ័យណាស់ប៉ុន្តែចិនមិនរួចព្រោះវាចងមាត់ការុងចប់អញរលាកអស់ទាំងខ្លួនឥឡូវនេះយើងគិតដូចម្ដេចនឹងផ្ដាច់វាបានយាយថាឥឡូវនេះយើងគិតថាតាឯងធ្វើជាម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដារកអណ្ដើកឲ្យវាវ៉ាដូចឆ្កែបើវារកអណ្ដើកមិនបានឬវាបោលមិនទាន់ទេនោះយើងផ្ដាច់វាបានដូចងាយតាចាស់ថាតាចាស់ថាដូនគិតដូចនេះត្រូវព្រឹកនេះអញធ្វើដូចជាឯងថាតាយាយគិតគ្នាហើយក៏ដេកទៅឯអ្នកកំឡោះនោះស្ដាប់ដឹងការហើយក៏វាលទៅដេកឯផ្ទះវាព្រឹកឡើងចៅនោះទៅបំរើឪពុកក្មេកម្ដាយក្មេកគាត់ក៏ឲ្យកូនក្រមុំគាត់រៀបបាយយកមកឲ្យស៊ីរួចហើយក៏ប្រាប់ថាកូនឥឡូវនេះយើងទៅបណ្ដាអណ្ដើកប៉ុន្តែយើងគ្មានឆ្កែកូនឯងធ្វើឆ្កែឲ្យធឿតជាម្ចាស់យើងទៅរកក្រែងបានមួយពីរយកមកស៊ីចៅនោះឆ្លើយបាតហើយតាចាស់ពុនបាយសំនុំទឹកបំពុងដើរចេញពីផ្ទះទៅ
Cháu nu có bao chương buôn tam cõi tới cần lên việc chong ăn đạc nu. Việc có bao tới mức chôn gum bột màu muối thui chỉ có ngong. Ta cha rốt tới đó việc cam ban ăn đạc mùi. Hỏi tới tiết cam ban ăn đạc pam pi pram bay pram mùi. Đó ngày tròn, ta cha liền pek na. Có ông quấy kịch nâng sài bay xì. Cái mươn tới hàng khơi có bay mùi phùng. Có bao tới đinh chkai. Bao chôn si sâu sài nè srok. Ta cha khơi hái. Rút tới đinh có bay trên pì sài. Cái bao một si bay ó. Hỏi bao tới bạch. Ở bục mệt dùm cha cái. Vil mục vinh. Rốt bay si khmien pru cái si ó. Khăn na đinh vài việc bùm tuần. Na off cầm lăng khliên bài. Na plou ngài. Có khấm đào mục tè vinh tiếng ọt bài đào bùm chốc.